ปานาเตปาตาเวรมณีตถาปะยังสัมมาติยามิปานาเตปาตาเวรมณีปะยังสัมมาติยามิอนุโมทนีบัญชอบอัปเปอร์หังสาสูงอนุโมทนีอนุโมทนีประตูยกยุบตุโขสูงอนุโมทนีอนุโมทนีประตูยกสักสันติเกียรติจักรนิยสูงอนุโมทนีขอจะยอมประกาศมาขอเกียรติเดินสวาสดีในบ้านกาจุดตัวจุดเทระบารีดิบวนมาตีวัดไหนไทยกันดิบวนมาตีวัดไหนรูปตั้งประการการแต่สร้างตรงน้องตาดิบวนมาตีเรื่องคดีหนุกสุดอันโตจมราโตอันยาโตอุปภพครับที่ใครอาชีพเรียบตายตาโกรูหัวใจตาโตตะเกียเดือดตะเกียกระฟ้าโจจิตอาวิกาโจจิตปดคือมันตรำไปโจแล้วก็ใจมันไปเมินเต๋คือวันนั้นวันยังกันมาเอาการเป็นสิ่งต้นพูดแต่ปุยนักในพระราชการป่าเสือพังษาปกติบนเตยได้ถึงบนพระราชการไปชอบในพังษาพระบรมเทียบช้าประกาศบางโดยหลายครอบโจบงเขาสัญญาเขาอัดเมาอันนั้นอัดปากบนเดโกมาตอนเทียบก็คืออัดปากบนก็เวลาให้ไปปัดอัดปากบนถึงอัดกระรกเทียบสัจจะบนสังกายมาจากเป็นบนนี้ยืนบานยืนกวดยืนกวดบานสัญญาผ่านเท้าคนไปจะนมโก้คนเอาสุจังก่อนมายืนตอนบานสุจังไอ้ดอกกระดิ่งหนึ่งเตะเตะขาเมาไปยืนตั้งรูปรูปทอดนี่รูปทอดเปิดหันซ้ายเกยมันเปิดบนปัจจับเปิดหันซ้ายนะจังการยืนตั้งรูปเทียบกับอันนี้คือขนมโคของน้องคนเอาเลี้ยงอารุณยังตีแมนยกรุกมันจะตัดเจ้าคนเอาจะเชิญเรียนนี่จะจับปัญหาเรียนนี่เขาเปิดหังการมันการบางเตะสำคัญกว่าพัดดาราชาจอมบ้านถึงยุดติโอคนลุยอัพเป็นยุดติโอมาไม่ได้อยู่ให้กิจการเรียนลุยเรียนยุดติโอหนูทำไมก็จบนั่นเกิดประตูเล่นเยี่ยมให้จะพลาดไม่เยี่ยมจะทำเรียนลุยเรียนยุดติโอเรียนลุยมันก็ตายเจียเรียนสระเล่เรียนลุยอัพเรียนสระนั้นตัวนี่ไอเรียนแต่ซักอัพเรียนสระกับตัวเรียนตียังชื่อเลยอาเรียนบอลซักนั้นตัวเนี่ยบอลไปบอลเรียนสระอัพเจียตัวนี่สระปรำสระไปสระกอดแต่ยังที่อักกับฟอนั่งยกมาสอบตายมันเกิดจากบอลเยอะเธอประมาณเทียปูนปรำน้ำได้แล้วผู้ประมูลน้ำไอ้ครบการตีบอลที่ยังไปแต่ครบเชยยาโซได้ไปสัตว์ครบการโจรูมันไปยังเคยแต่วัดเบียนบองคนเลยบองยาโซอมวัดโจรูการเตียสัมสับการติยกมันเอาตามประเด็นนั้นก็จะให้ผักบอลนั่นก็อยู่บอลโอ้คนเยอะมากาเตียบอลเยอะมาช่วยบอลนำการตีบอลนี้แต่ยังจองปานตีมุ้ยคือบอลน็อกบอลซ้ายได้ตีดาวยุบหัวโปรตาตัดตรงปรีกัดจอจ้าไว้แต่การตกสัตว์เทียบก็โดยเชียโปรตาสัมมาระบายาโตคมสักห้าสิบเรียบในบานดักชวนดักเทียบเอาสำหรับวัวได้นั้นตีมวยตีปีคือเยอะเปิดบอลเล็กตามไปรบนักคู่ประมวยหนักในประกาศปลาออกเป็นซาไอ้บานยังเปิดบอลนี่โก
ព្រោះយើងធ្វើប៉ុននេះទី1ដើម្បីកុំឲ្យមានអារឿងបាញ់បោះចឹងនឹងកើតឡើងទេទូទាំងប្រទេសយោមិនមែនត្រឹមតែជាក្រៃទេសូមឲ្យទូទាំងប្រទេសកុំឲ្យយកតែភ្លើងទៅដោះស្រាយជាមួយនឹងបញ្ហាទាំងឡាយជារឿងកំណត់ដីភ្លេងក្តីជារឿងការតវ៉ាផ្សេងក្តីកុំយកប្រភ្លើងទៅប្រើយកច្បាប់ទៅប្រើយកធម៌អហិង្សាទៅប្រើចរចាគ្នានិយាយគ្នាហើយយកប្រទេសផ្សព្វផ្សាយបំផ្សល់ទៅអស់នេះដល់សត្វសត្វទាំងឡាយដែលមានទុកសូមរួចចាក់ទុកដល់សត្វសត្វទាំងឡាយដែលមានភ័យសូមរួចចាក់ភ័យដល់សត្វសត្វទាំងឡាយដែលកំពុងតែសោកសោកសូមរួចចាក់ទុកសោកហើយបំផ្សល់ទាំងអស់នេះយើងផ្សព្វផ្សាយដល់អ្នកដែលប្រើហិង្សាសូមឲ្យបញ្ឈប់ហិង្សាទៅយើងផ្សព្វផ្សាយដល់អ្នកដែលបពាររំលោភលើចិត្តអ្នកដទៃសូមឲ្យបញ្ឈប់ការរំលោភបពារចិត្តអ្នកដទៃទៅនេះគឺពរប្រពុតក៏ដូចជាបុណ្យកុសលដែលយើងបានផ្សព្វផ្សាយទៅក្នុងឱកាសនេះហើយបានសូមបញ្ជាក់ភាសាទៀតថាដរាបណាយុទ្ធធម៌មិនទាន់បានដរាបនោះយើងតស៊ូរហូតយកហើយបុណ្យនេះគឺធ្វើរហូតឥឡូវគូ6ឆ្នាំគូ10ឆ្នាំគូ20ឆ្នាំធ្វើរហូតដល់យុទ្ធធម៌ត្រូវតែបានទទួលនឹងទី1ទី2ប្រសិនណាបើដំណោះដោះស្រាយមិនត្រូវបានដោះស្រាយជូនឆាប់ទេជាជំរឿនចុងក្រោយនឹងដេកតវ៉ាឡើងបន្តវ៉ាដល់ពេញមកមិនសំពជាការទី3ពួកយើងដេកទៅនេះ6ឆ្នាំហើយអត់ទាន់ឃើញយុទ្ធធម៌ចិត្តដេកនៅពេញម្ដងយោបើទាំងអស់គ្នាប្រមើលចាំយើងទៅដេកកំពេញដែលលោកពេញទៅសម្បូរយុទ្ធធម៌ជាងទីបរិយាជាងក្រែងហ្នឹងយោហ្នឹងហើយទៅដេកកំពេញណាទៅដេកតវ៉ានៅពេញរកខែរកឆ្នាំមកណាធ្វើដំណើរដាក់ទៅថ្នាក់មើលដាក់ទៅថ្នាក់ជាតិដើម្បីឲ្យសម្រាប់ប្រគល់ដីចែកដីជួនដីឬក៏ជួនយុទ្ធធម៌ដល់សហគមន៍ទីក្រៅនេះចប់ឆ្នាំ2014ហ្នឹងយោប៉ុន្តែសំណើទាំងអស់នេះយោងទៅតាមកិច្ចព្រមព្រៀងតុសន្តិភាពនៅស្ថាប័នក្រមខេត្តសៀមរាបពីគាត់ដល់នគរយកតាមកិច្ចព្រមព្រៀងបានសាលាស្រុកទីក្រៅថ្ងៃ6កញ្ញាពីគាត់ដល់នគរគឺយកតាមសម្រាប់គេហៅថាបញ្ចប់ចំនួនគឺចំនួនដែលភ្លឺដីចំនួនអំពើហិង្សាដីចំនួនដែលអយុត្តិធម៌ដីបញ្ចប់ចំនួនដោយសន្តិភាពទាំងអស់គ្នាសុខទាំងអស់គ្នាចឹងយើងបានព្រមព្រៀងជាការឆ្លើយតបទី1បានបើដោះលែងលោកតោទាំង12នាក់ពីពន្ធនាគារទី2ទទួលយកដីជាការដោះដូរក្នុងដីចាស់ជំនួសឲ្យដីចាស់ដែលមានចំនួនក្នុង475ហិកតាក្នុងចំណោម175គ្រួសារនោះហើយយើងបានចុះកិច្ចសន្យាព្រមព្រៀងគ្នាមានអង្គការមានអ្នកសារព័ត៌មានមានតំណាងភាគីគូទំនួលរួមទាំងអាជ្ញាធរទាំងអស់ទទួលស្គាល់ទទួលដំណឹងក៏ប៉ុន្តែតាំងពីចុះកិច្ចព្រមព្រៀងចុះកិច្ចសន្យាមកយើងដេកទន្ទឹងរង់ចាំអាដំណោះដោះស្រាយនឹងយុទ្ធធម៌នេះ5ឆ្នាំមកហើយយោដូចរងចាំតាប់ភ្លឺទៀតទៅលើមើលអត់ទាន់បានធ្វើទេថ្ងៃនេះខ្ញុំមានសេចក្តីសំណូមពរណាស់ដែលបានរៀបចំកម្មវិធីបុណ្យនៅសហគមន៍ទីក្រុងយើងខ្ញុំនៅថ្ងៃទី22ថ្ងៃនេះប្ររពលើកខួបទី6សម្រាប់ប្រចាំឆ្នាំក្នុងសហគមន៍យើងខ្ញុំដែលមានបញ្ហាពីវិវាទដីធ្លីនៅស្រុកទីក្រុងនោះតែម្ដងចា៎នៅខ្ញុំថ្ងៃនេះខ្ញុំរីករាយក្នុងចិត្តមែនទែនដែលបានបងប្អូនមកចូលរួមជាដៃគូជាកិត្តិយសនៅក្នុងកម្មវិធីបុណ្យឲ្យមានបង
ជាញាធរក្រុមប្រកាសគុំហើយបងសមត្ថកិច្ចដែលបានចូលរួមយ៉ាងមមាញឹកដែលខ្ញុំបានឃើញមកចាមានអវត្តមានតែលោកអភិបាលស្រុកនោះទេដែលគាត់អត់បានមកចូលរួមចាដោយសារតែខ្ញុំនិយាយដោយបើកចំហបន្តិចព្រោះអីខ្ញុំបានឃើញគាត់មកចូលរួមគាត់ថាមកចឹងអវត្តមានអត់បានមកដោយសារតែខ្ញុំលើកពលមានពីបងអភិបាលស្រុករងក្នុងចាគាត់និយាយមានប្រសាថាអភិបាលស្រុកក៏បានមកទេព្រោះអីគាត់បានឃើញអាយ៉ាងផ្សាយនៅក្នុងសហគមន៍យើងយកមកបិទរូបភាពមានការបាញ់បោះបាញ់បោះហាទៅគាត់ក៏អត់បានទៅចូលរួមពួកខ្ញុំអត់ចង់ឃើញមានការបាញ់បោះបាញ់បោះហាដោយសារអត់មានដំណោះស្រាយទេបានពួកខ្ញុំប្រារព្ធពិធីបុណ្យនេះឡើងដើម្បីឲ្យប្រជាពលរដ្ឋទូទៅក្នុងសហគមន៍ដែលមានចំនួនដៃដូចគ្នាគឺសាមគ្គីគ្នាមិនថាយើងសហគមន៍បាត់បង់អីទេគឺព្រមទាំងបងអាជ្ញាធរមន្ត្រីរាជការតែគ្រប់តែសមត្ថកិច្ចចង់ឲ្យបងមានការចូលរួមជួយបោះស្រាយដល់ពួកយើងខ្ញុំបានពីពួកយើងខ្ញុំខំធ្វើឡើងដើម្បីឲ្យមានការយល់ដឹងដោយតែលើមានគុំគាត់ថាការប្រជុំនៅមូលដ្ឋានគាត់ថាចង់បានណាអភិបាលទៅល្អគុំសុខភាពដោយខ្ញុំទាំងអស់គ្នានៅក្នុងសហគមន៍ជាការនេះគឺចង់បានពាក្យនេះហើយយើងខ្ញុំឈ្មោះចៅមុខាមកពីសមាគមក្រេបន្តហើយមានបងប្អូនមកពី LOS រៀនយន្តហោះនៅពេញហ្នឹងហើយមាន3មករាបរិយាឡាហ្នឹងក៏ជួយមកជាមួយខ្ញុំដែរចាមុននឹងចូលយើងខ្ញុំសូមឲ្យលើកដៃមើលអ្នក12អ្នកដែលជាប់គុកហ្នឹងនៅណាឥឡូវនេះមានមកហ៎ដោយណាទៅណៃអត់ចាចោលចាស់ខ្ញុំចោលថ្មីចាក្នុងថ្ងៃនេះដែរខ្ញុំមានអារម្មណ៍សប្បាយរីករាយចាដែលបានទៅជួបបងប្អូនតែរងគ្រោះដូចជាសហគមន៍មានខ្ញុំដែរចាជាពិសេសសហគមន៍ទីក្រែងខ្ញុំពេលដែលឃើញរូបនេះគឺខ្ញុំមានអារម្មណ៍ក្តុកក្តួលមែនតើចាហើយនឹកឃើញសម័យនឹកឃើញនៅតែហេតុការណ៍ដូចឃើញនៅក្នុងភ្នែកចឹងហើយសហគមន៍របស់បន្តនេះខ្ញុំហ្នឹងក៏មិនខុសគ្នាដែររហូតមកដល់ពេលនេះក៏នៅតែអ្នកជាប់ពន្ធនាគារហ្នឹងក៏នៅតែមានជាប់ចាយើងដឹងហើយថាស្ត្រី12នាក់កំពុងតែនៅក្នុងពន្ធនាគារនៅឡើយទេហើយកំពុងតែគ្រប់អង្គការសង្គមស៊ីវិលប្រសង់យុវជនសមាគមសហគមន៍ទាំងអស់កំពុងតែធ្វើការយ៉ាងសកម្មចាដើម្បីទាមទារឲ្យពួកគាត់ដើម្បីមានសេរីភាពមកវិញដោយសារអីគឺដោយសារតែបញ្ហាដីធ្លីនឹងដូចគ្នាចាមិនខុសពីបងប្អូននៅសហគមន៍ទីក្រែងនឹងទេចាខ្ញុំសូមស្គាល់ទោសចាស្គាល់ទោសដាច់ខាតនៅអាជ្ញាធរមន្ត្រីដែលពាក់ព័ន្ធกับប្រើអង្គរហិង្សាមកលើសហគមន៍ទីក្រែងមកលើសហគមន៍បង្កក់ក៏ដូចជាសហគមន៍ផ្សេងដែរចាហើយយើងឃើញហើយមិនមែនតែសហគមន៍ទីក្រែងទេសហគមន៍នៅក្នុងពេញនោះក៏មានទទួលការហិង្សាដោយព្រះអង្គបានមានប្រសាសន៍មានបរិការថាសហគមន៍នៅប៉ោយប៉ែតសហគមន៍នៅខាងចេះសហគមន៍នៅខាងកំពង់ស្ពឺហើយមានផ្សេងទៀតបញ្ហាដីធ្លីនេះវាគ្រប់គ្រប់ខេត្តគ្រប់ក្រុងទាំងអស់ចាដូច្នេះហើយជាសំណុំពរខ្ញុំសូមណាក្នុងអាណត្តិនេះយើងឃើញថាដោយសារតែបញ្ហាដីធ្លីនេះហើយដែលធ្វើឲ្យគណៈបកទាំងពីរបកហ្នឹងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងដូច្នេះខ្ញុំសូមណាគណៈបកទាំងពីរដែលកាន់អំណាចទាំងពីរឥឡូវហ្នឹងដែលចូលគ្នាហើយហ្នឹងសូមឲ្យពិចារណាដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឲ្យបញ្ឈប់នៅអំពើហិង្សាបាទខាងវិជ្ជាជីវៈអប់រំច្បាប់សម្រាប់សហគមន៍យើងមានសេចក្តីរីករាយនិងមានចេតនាក្នុងការចូលរួមជាមួយនឹងសកម្មភាពសហគមន៍ដែលមានការរៀបចំត្រូវការសម្របសម្រួលរបស់ព្រះសង្ឃគ្រប់អង្គក៏ដូចជាភូមិបងក្នុងឱកាសនេះដោយសារពេលវេលាវាថ្ងៃកាន់តែក្តៅផងហើយកម្មវិធីនៅមានច្រើនទៀតខ្ញុំប្រហែលជាមិនមានអ្វីដែលច្រើនទេគ្រាន់តែកន្លងមកវិជ្ជាជីវៈយើងតែងតែយកចិត្តទុកដាក់ចំពោះសហគមន៍ទាំងឡាយទូទាំងប្រទេសដែលប្រឈមនៅការបាត់បង់ដីធ្លីការរំលោភសិទ្ធិ
ឬក៏ការបំពេញទាំងឡាយគឺថាមជ្ឈមណ្ឌលយើងតែងតែសហការជាមួយនឹងអង្គការដូចជាអាផុកលីកាដូនិងអង្គការផ្សេងៗទៀតនឹងបណ្ដាញប្រជាជនសហគមន៍យើងដទៃទៀតក្នុងការគ្រប់គ្រងធ្វើម៉េចឲ្យសហគមន៍ដែលទទួលនៅការបាត់បង់ដីធ្លីក៏ដូចជាការរំលោភផ្សេងៗត្រូវបានដោះស្រាយជាក់ស្ដែងជាភូមិនៅជាក្រែងនេះគឺចាប់ពីខ្ញុំកន្លងខ្ញុំចាំគឺនៅថ្ងៃ10ខែ1ឆ្នាំ2010ពេលនោះគឺមជ្ឈមណ្ឌលអប់រំច្បាប់បានចាប់ផ្ដើមទទួលយកករណីជាក្រែងជាករណីវិវាទមួយមជ្ឈមណ្ឌលទទួលហើយក្នុងកំឡុងពេលប្រហែលជាមួយឆ្នាំជាងបាទដល់កន្លងយើងចំណាយលុយជិត$20000ដើម្បីចូលរួមពាក់ព័ន្ធនៅក្នុងសកម្មភាពទីក្រែងដែលអត់មានគ្រោងនៅក្នុងសកម្មភាពរហូតមកដល់ពេលនេះដោយសម្បទានសង្គមកិច្ចមិនទាន់បានដោះស្រាយជូនសហគមន៍ក៏ដោយក៏មជ្ឈមណ្ឌលយើងក៏នៅតែគិតពិចារណាថានឹងចូលពាក់ព័ន្ធក្នុងកម្រិតណាមួយដើម្បីធ្វើម៉េចឲ្យសហគមន៍យើងនឹងទទួលបានដីហើយមជ្ឈមណ្ឌលក៏នឹងគិតជាបន្តទៀតនៅក្នុងយុទ្ធសាស្ត្រ2015ទៅមុខនេះដល់2016 3ឆ្នាំទៅមុខទៀតនេះខ្ញុំបាទឈ្មោះសំលៀបនៅក្នុងភូមិព្រាបភូមិទីក្រែងស្រុកទីក្រែងខេត្តជំរាបកន្លងមកអំពីបញ្ហាដីធ្លីរបស់យើងខ្ញុំនៅភូមិទីក្រែងគឺខ្ញុំបាទឈ្មោះសំលៀបនេះទីដាក់ជាមេខ្លោងទៀតហើយចំណាស់នេះនមងគេថាមេខ្លោងត្រឹមត្រូវហើយទៀតដល់ណាមកមនុស្សវាចាស់ទៅហើយបាទថាអាយុថា60ផ្លាយទៅហើយគេដាក់មេខ្លោងត្រឹមត្រូវតែធាតុពេជ្រដីរបស់យើងខ្ញុំទាំងអស់នរណាក៏គេបានដឹងដែរដូចក្នុងរឿងដីនៅក្នុងភូមិជាក្រែងទាំងមូលគឺ475ហិកតាហើយដីកម្លាំងឈាមញើសរបស់ប្រជាពលរដ្ឋបានធ្វើមានម្ចាស់175គ្រួសារតែអកុសលយើងខ្ញុំទាំងអស់យកធម៌ព្រះពុទ្ធមកបែងចែកនិងពិចារណាអំពីកម្មផលដូច្នេះបើមានពីអតីតក៏ជាមួយរឿងប្រសើរតែក្នុងបច្ចុប្បន្ននេះសូមឲ្យលោកថ្នាក់ដឹកនាំទាំងអស់លោកក្រុមមេតាជ្រាបបុណ្យគូឆ្នាំទី6នេះក៏សូមឲ្យពុញ្ញរិស័យបុណ្យទាំងឡាយស្រោបគ្រប់ដណ្ដប់ដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នសូមឲ្យប្រកាន់ខ្ជាប់នៅព្រហ្មវិហារធម៌មានមេត្តាករុណាមេត្តាអវ័យខាចាប់តាំងពីពេលនេះតទៅនៅក្នុងកាយវិចារចិត្តរបស់អ្នកទាំងអស់គ្នាសូមឲ្យបបាត់ចោលនៅអំពើហិង្សាដែលមាននៅក្នុងកាយវិចារចិត្តកន្លងមកកុំឲ្យមានតទៅទៀតសូមឲ្យសេរីសុខស្ដីជីវលទាំង38ប្រការជួយស្រោចស្រពគ្រប់ដណ្ដប់ដល់យើងខ្ញុំសហគមន៍ព្រមទាំងយាយតាអាគមព្រមទាំងព្រះអង្គគ្រប់ព្រះអង្គនឹងថ្នាក់ដឹកនាំទាំងអស់ហើយនឹងសារព័ត៌មានឲ្យបានប្រកបនៅគោលទាំងឡាយប្រកេលប្រការគឺអាយុវត្តកោធនវត្តកោសរីវត្តកោយុសវត្តកោពាក្យវត្តកោវណ្ណវត្តកោសុខវត្តកោហោទសកទាសូមឲ្យបានសម្រាប់ទាំងអស់គ្នាចាប់តាំងពីពលាថ្ងៃទីតរៀងតសូមអនុមោទនាសូមបន្ត